បាទធនសិហុងបើសិនជាវាយ style ដែរដោយប៉ះហាន់ពីរនេះខ្ញុំគាត់ថាអត់អាចបាទទប់ជាមួយនឹងយ៉ាស៊ីនបាន2ទឹកទេបើសិនជានៅតែប្រើ style ដែរខ្ញុំគាត់ថានឹងដេករបស់យ៉ាស៊ីនទៀតបើជិះស៊ូពុំឲ្យបងប្អូនគ្នាបាទសូមស្វាគមន៍មកកាន់ការវិភាគថ្មីមួយទៀតឯងយើងគិតបាទចាប់ពីថ្ងៃនេះទៅដល់ថ្ងៃដាច់ខែថ្ងៃ29ហ្នឹងគឺវាគៀកខ្លាំងមែនទែនក្នុងការបះគ្នាបាទ King of the Bottle បាទ4នាក់វល់ជុំប៉ះគ្នាម្នាក់ម្ដងហើយក្នុងនោះគឺហាន់2និងវ៉ាន់វឿនបានឡើងទៅម្នាក់បន្ទុកហើយអញ្ចឹងអ្នកចាញ់ប៉ះអ្នកចាញ់អ្នកឈ្នះប៉ះអ្នកឈ្នះបាទមានន័យថាយ៉ាស៊ីនត្រូវប៉ះធនទីហុងហើយហាន់2ត្រូវប៉ះវ៉ាន់វឿនបាទថ្ងៃនេះគឺយើងមកនិយាយតាមគូទេបាទគឺគូបាទធនទីហុងហើយនឹងយ៉ាស៊ីនបាទបែងកាក់យ៉ាស៊ីនបាទក្នុងនោះក៏យើងនឹងអាចឃ្លាននិយាយពីហាន់2ទីទួយដែរតែយើង focus បំផុតហ្នឹងគឺទៅលើបាទយ៉ាស៊ីននិងធនទីហុងខ្ញុំគាត់ថាបើស៊ីហុងអត់បដូរទម្រង់វាយទេនៅតែប្រើទម្រង់វាយដូចកាប៉ះហាន់2ខ្ញុំគាត់ថាភាគរយគឺចាញ់ច្រើនមែនតើអាចនឹងស្លាប់ទៀតបាទបើសិនជាប្រើទម្រង់ធាក់ LL បាទធាក់លើធាក់ក្រោមធាក់ទល់បាទពេលណាដែលគេចូលវាយគឺពិបាកដោះខ្លួនតែបើសិនជាការគាត់បដូរវិវត្តខ្លួនមកការជិះចូលលឿនអាវុធធ្ងន់បាទចេញទៅអាចដៃគូពេលខ្លះគៀងបាទអត់មានអាវុធចេញដឹងហើយបាទយ៉ាស៊ីននេះគឺជាកីឡាករប្រភេទបុកណាស់បាទបុកដល់ថ្នាក់អាទិទេពបរឹងប៉ុណ្ណឹងណាបាទនៅតែអាទិទេពបាទគេហៅថាប្រឈប់ក្នុងការប្រកួតបាទមិនតិចទេណាបងប្អូនវាយ5ទឹកបាទរាប់តាំងពីទឹក1គិតទៅបាទរាប់3 4ដងរហូតដល់បញ្ឈប់ចឹងមិនធម្មតាមិនលេងសើចទេហើយធនសិហុងទៀតសោខ្ញុំគាត់ថាភាគរយឈ្នះគឺទីបំផុតហើយគឺយ៉ាស៊ីនក៏ចង់ឈ្នះហើយធនសិហុងរត់តែចង់ឈ្នះតែស៊ីហុងគាត់មានក្បាច់គាត់មួយដែលខ្ញុំសែនស្រឡាញ់ខ្លាំងមែនទែនបាទគឺការធាក់ហៅថាបាត់ជើងរយៈហ្នឹងមកបាទអញ្ចឹងធាក់ឲ្យមានកម្រិតណាបាទតែធាក់ឲ្យកម្រិតគឺពិបាកជាពិសេសគឺពិបាកទប់កីឡាកជ្រោលខ្ញុំគាត់ថាកីឡាករក្បាច់គឺគាត់ល្អគ្រប់គ្រាន់ហើយតែបើសិនជាក្បាច់ហើយគាត់អត់សូវធន់អាហ្នឹងក៏ពិបាកដែរពិបាកទប់ជាមួយនឹងកីឡាករបុកបាទឧទាហរណ៍ថាបើសង្ឃឹមចុះការប៉ះជាមួយនឹងកីឡាកររុស្ស៊ីបាទគាត់ក្បាច់គាត់វាយចេញចូលឆាករបស់ជង្គង់ខ្លីម៉ាត់តត់កៃធាក់ល្អខ្លាំងមែនទេគាត់ប៉ុន្តែបើសិនជាគាត់ខ្វះធន់គឺអាចដេកដូចគ្នាបាទអញ្ចឹងធនសិហុងអត់ខុសពីបើសង្ឃឹមទេបាទបើសិនជាមិនចូលវាយគឺពិបាកជាមួយយ៉ាស៊ីនហើយបើសាច់ចាប់គឺពិបាកចាប់ដោយសារអីអ្នកទាំងពីរនេះគឺត្រូវវាយចំនួនដូចជា5ទឹកអញ្ចឹងបើសិនជាចូលចាប់ខ្ញុំគាត់ថាអាចនឹងចាញ់កម្លាំងយ៉ាស៊ីនទៀតតែបើសិនជាយើងបដូរចាប់2ទឹក3ទឹកឲ្យយ៉ាស៊ីនអស់ទឹក3ទឹក4យើងវាយបាទនៅវាយយកសាច់ដាច់ហ្មងខ្ញុំគាត់ថាអាចនឹងឈ្នះបាទធម្មតាអ្នកកជ្រោលវាយ2 3ទឹកបើសិនជាវាយយើងអត់ទៅអាចនឹងពិបាកខ្លួនឯងតែកីឡាករយ៉ាស៊ីននេះមិនមែនធម្មតាទេបាទវាយទឹក5បាទពេញទឹកល្អខ្លាំងមែនទែនចឹងឯដែលខ្ញុំចង់ផ្ដាំទៅសិហុងថាត្រូវតែចូលវាយលើកនេះហើយជាពិសេសគឺតែមួយឯងគឺចិត្តធ្វើឲ្យលះឲ្យដាច់ឲ្យចិត្តឲ្យខ្លាំងកុំឲ្យចាញ់យ៉ាស៊ីនណាបើតាមយើងមើលបកាប្រកួតរដងគឺចិត្តយ៉ាស៊ីនធំណាស់ហើយអាវុធដែលអាចធ្វើឲ្យដៃគូប្រកួតបាក់ស្បាតបានហ្នឹងគឺចិត្តហ្នឹងហ្មងបាទការបុកកជ្រោលធ្វើឲ្យដៃគូប្រកួតបាក់ស្បាតណាអាហ្នឹងហើយគឺជាបាទហើយតែយុទ្ធសាស្ត្រមួយដែលធ្វើឲ្យកីឡាករគឺថមថយនៃការចេញអាវុធរបស់គាត់ទី1បាទខ្លាចពេលយើងចេញអាវុធទៅអាចនឹងដៃគូប្រកួតរបស់យើងចេញមកវិញធ្ងន់អញ្ចឹងហៅថាចូល1 2 2ចូល1 2 2បាទពេលច្រើនគឺគេខ្លាចកីឡាករហ្នឹងបាទមួយទៅផុងមកវិញ2មួយទៅលើក្រោមមកវិញ2មួយទៅកែងតត់មកជង្គង់2 3អញ្ចឹងទៅចំពិបាកជាមួយនឹងកីឡាករដែលលឿនដូចយ៉ាស៊ីននេះគឺលឿនផ្ដាំឲ្យលឿនហើយធ្ងន់ទៀតបាទអញ្ចឹងមានតែមួយទេខ្ញុំគាត់ថាសៀងតុបឲ្យជាប់ចុះបើតុបឲ្យជាប់យើងរបត់តែមួយនេះទៀតគឺអស់ឱកាសហើយខ្ញុំនឹងសង្ឃឹមដែរខ្ញុំគាត់ថាយ៉ាស៊ីនអាចនឹងឡោមប៉ះទៅហាន់2នៅវគ្គផ្ដាច់ប្រត់ដែរបាទខ្ញុំគាត់ថាអញ្ចឹងព្រោះអីហាន់2អាចនឹងឈ្នះវ៉ាន់វឿនដោយផុយបាទគ្មានហេតុផលណាដែលឲ្យហាន់2ចាញ់វ៉ាន់វឿនទេបាទខ្ញុំនិយាយចឹងតែម្ដងបាទគ្មានហេតុផលណាដែលបាទហាន់2ចាញ់វ៉ាន់វឿនទេបាទចឹងបងប្អូនទាំងអស់គ្នាបាទចូលខមមិនថាតើធនទីហុងគួរតែបន្ថែម
បាទបន្ថែមបែបម៉េចឬក៏បន្ថយបែបម៉េចឬក៏ត្រូវបន្ថែមក្បាច់ម៉េចដើម្បីទប់ទល់ជាមួយយ៉ាស៊ីនបាទអរគុណច្រើន Subscribe ផងណាបងប្អូនទាំងអស់គ្នាបាទ